សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះឯក្រុមការងារ Cam Scan យើងខ្ញុំសូមធ្វើការបង្ហាញពីដុំភ្លើងពីរប្រភេទដែលជាប្រភេទដុំភ្លើងបំលែងភ្លើងពី AC ទៅ DC ចាឥឡូវយើងទៅមើលប្រភេទដុំភ្លើងខ្នាតតូចរបស់យើងទាំងអស់គ្នាដុំភ្លើងយើងនេះដែរគឺយើងអាចប្រើចន្លោះពី 3V ទៅ 24V ហើយយើងអាចដាក់ភ្លើងចូលពីប្រភេទភ្លើង 100V ទៅ 240V ហើយនេះដែរជាប្រភេទ volume លៃតម្រូវតម្លៃ V ដែលយើងចង់ប្រើចាឥឡូវយើងចាប់ផ្ដើមនៅអនុវត្តទាំងអស់គ្នាចាឥឡូវយើងទៅតេស្តសាកទៅលើបទវិជ្ជារបស់យើងទាំងអស់គ្នាចានេះដែរជាប្រភេទខ្សែ OBD សម្រាប់ដោត connect ពីបទវិជ្ជាទៅដុំភ្លើងរបស់យើងចាឥឡូវយើងចាប់ផ្ដើមទៅមើលប្រភេទដុំភ្លើងខ្នាតធំរបស់យើងដែលជាប្រភេទដុំភ្លើង power supply ហើយវាមកភ្ជាប់មកជាមួយនៅខ្សែដោតភ្លើងមួយឥឡូវនេះយើងចាប់ផ្ដើមធ្វើការបើកតេស្តសារទាំងអស់គ្នាយើងចុចប៊ូតុងពណ៌ក្រហមចាឥឡូវដុំ power supply យើងបានបើកហើយចានេះដែរជា volume សម្រាប់សេរីតម្រូវតម្លៃ V ឬតម្លៃតង់ខ្យងរបស់យើងដែលយើងត្រូវការហើយដុំ power supply យើងនេះដែរគឺយើងអាចប្រើចន្លោះពី 1V រហូតដល់ 32Vចានេះដែរជា volume សម្រាប់សេរីតម្រូវតម្លៃចរន្តឥឡូវយើងចាប់ផ្ដើមធ្វើការដោតខ្សែចូលយើងដោតខ្សែខ្មៅជាមួយនឹងដោតខ្សែក្រហមជាមួយនឹងម៉ូហើយបទវិជ្ជារបស់យើងគឺប្រភេទបទវិជ្ជា 12V ចឹងយើងលេខតម្រូវដាក់ 12V តោះមកយើងដោតភ្លើងចូលចានេះជាប្រភេទ current ដែលយើងទទួលបានពីបទវិជ្ជារបស់យើងចាចំពោះលក្ខណៈពិសេសរបស់ដុំ power supply ខ្នាតធំរបស់យើងគឺនៅពេលដែលយើងលើសចរន្តឬក៏ប៉ះប៉ូវគ្នាដុំ power supply របស់យើងនឹងធ្វើការផ្ដាច់ចេញដោយខ្លួនឯងឥឡូវនេះចំពោះការអនុវត្តផ្ទាល់ទៅលើដុំ power supply ខ្នាតធំរបស់យើងត្រូវបានបញ្ចប់ចាជាចុងក្រោយនេះសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាមានតម្លៃតាមដានរាល់វីដេអូក្រុមការងារ Cam Scan យើងខ្ញុំបើបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទម្លាក់នៅក្នុង comment ឬក៏តាក់ទងមកក្រុមការងារ Cam Scan យើងខ្ញុំបានសូមអរគុណ